គម្ពីរប្រចាំថ្ងៃទំនុកដំកើងជំពូក1ខ1ដល់ខ6ខ1មានពរហើយអ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាបឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយខ2អ្នកនោះត្រេកអរតែនឹងក្រឹតវិន័យរបស់ព្រះយេហូវ៉ាវិញក៏រំពឹងគិតក្នុងក្រឹតវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរខ3អ្នកនោះនឹងដូចជាដើមឈើដែលដុះនៅក្បែរផ្លូវទឹកដែលបង្កើតផលតាមរដូវកាលហើយស្លឹកក៏មិនចេះស្រពោនឡើយឯការអ្វីដែលអ្នកនោះធ្វើនោះនឹងចម្រើនឡើងទាំងអស់ខ4ចំណែកមនុស្សអាក្រក់មិនដូច្នោះទេគឺគេដូចជាអង្កាមវិញដែលខ្យល់ផាត់ចាត់ខ្ចាយទៅខ5ដូច្នេះពួកមនុស្សអាក្រក់នឹងមិនធន់នៅក្នុងគ្រាជំនុំជម្រះទេឯពួកមានបាបក៏ឈរក្នុងជំនុំមនុស្សសុចរិតមិនបានដែរខ6វត្តព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវរបស់មនុស្សសុចរិតតែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសទៅវិញ